ពួកយើងកំពុងតែរៀបចំឡានលើកដាក់ឡាននេះnóខាងនោះព្រោះគេចាត់ចែងលើកអង្គលើកអីអញ្ចឹងទៅខាងនេះស្រីខ្ញុំនៅធីមស្រីពួកខ្ញុំជាស្រីអញ្ចឹងយើងអាចលើករបស់ធ្ងន់បានទេអញ្ចឹងមានតែនៅរៀបចំនេះគឺកញ្ចប់ចេះយើងរៀបចំក្នុងនេះគឺមានមួយឈុតឲ្យគាត់មានមុងភួយកតែខ្នើយហើយនឹងតង់ឲ្យគាត់ទៅមកកញ្ចប់ស្រាប់ហ្មងហើយយើងមានទឹកសុទ្ធមានមីមានទឹកដោះគោមានហៃងៀតសាច់ផាត់ហើយក៏ដូចជាសាច់ក្រកហើយនឹងអំបកអីគឺយើងរៀបមកកញ្ចប់ដូចគ្នាទាំងអស់ជាឈុតផ្សេងទៀតអញ្ចឹងនៅពេលដែលយើងរៀបចំពេញឡានហើយគឺយើងចាប់ផ្ដើមដឹកចេញទៅភ្លាមហ្មងប៉ុន្តែឡានរបស់យើងមិនមែនចង់ដំណឹងទេនេះគ្រាន់តែឡានជើងទី1សម្រាប់ថ្ងៃហ្នឹងយើងនឹងមានឡានចេញទៅបន្តទៀតហើយយើងនៅតែទទួលជំនួយពីអ្នកទាំងអស់គ្នាមិនថាជាថវិកាបងប្អូនអាចចូលរួមតាមរយៈ QR code របស់ខ្ញុំបានហើយក៏បើមិនសិនជាមានស្បៀងនិងសម្ភារៈអាចយកមកដល់ហល់ដល់សវណ្ណានេះបានព្រោះទីទៀតយើងបន្ថែមរោងរបស់យើងឲ្យធំជាងនឹងទៀតហើយខាងនោះក៏យើងបិទដែរនិយាយទៅលេខរោងទីនេះអីអស់ចាក្នុងគ្រានេះគឺសំខាន់បានជួយបងប្អូនជនភៀសសឹកកោដែលយើងទៅដំបូងគេហើយមួយទៀតខ្ញុំចង់និយាយពាក់ព័ន្ធជាមួយនឹងការបាញ់ថវិកាមកតាមរយៈ QR ហ្នឹងបើសិនជាបងប្អូនគាត់មានការច្រឡំគាត់បាញ់មកច្រឡំឬមួយក៏មានបំណងចង់ឲ្យខ្ញុំបាញ់ត្រឡប់ទៅវិញខ្ញុំសូមឲ្យលើកព្រាមដៃ10សុំទោសមែនតើខ្ញុំអាចបាញ់ត្រឡប់ទៅវិញបានទេប៉ុន្តែបងប្អូនអាចតាក់ទងទៅធនាគារដើម្បីឲ្យគេប្រកក់លុយនឹងបានមូលហេតុដែលខ្ញុំអាចបាញ់ត្រឡប់ទៅវិញដោយសារតែខ្ញុំធ្លាប់មានបទពិសោធន៍កាលពីលើកមុនហ្នឹងអញ្ចឹងដូចគ្នាគេតាក់ទងមកថាអូគាត់បាញ់មក2ដងគាត់បាញ់មកច្រឡំសូមខ្ញុំបាញ់ត្រឡប់ទៅវិញអញ្ចឹងខ្ញុំត្រូវចំណាយពេលអង្គុយមើលប្រតិបត្តិការថាគាត់ពិតជាបាញ់លុយមកអត់អញ្ចឹងវាខាតពេលដោយសារតែក្នុងមួយនាទីអ្នកទាំងអស់គ្នាគឺអ្នកចូលរួមច្រើនមែនតើអញ្ចឹងយើងត្រូវអង្គុយ scroll មើលហើយដល់ពេលដែលយើងបាញ់ទៅមានអ្នកខ្លះគាត់ខូចគាត់តាក់ទងទៅធនាគារហើយឲ្យគេប្រកក់លុយហ្នឹងអញ្ចឹងដល់ពេលដែលខ្ញុំបាញ់ទៅលុយហ្នឹងចូលក្នុង account របស់គាត់ហើយគាត់ប្រកក់លុយហ្នឹងគឺលុយចូលគាត់2ដងអញ្ចឹងជៀសវាងកុំឲ្យមានរឿងកើតឡើងបែបហ្នឹងម្ដងទៀតអញ្ចឹងដើម្បីបង្ការសុវត្ថិភាពទាំងអស់គ្នាសូមការយោគយល់ត្រង់កន្លែងហ្នឹងមុននឹងបាញ់សូមពិនិត្យមើលឲ្យច្បាស់ចាអរគុណសូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នាដែលបានពីសឹកមកដល់ទីនេះហើយថ្ងៃនេះពួកខ្ញុំទាំងអស់គ្នាបាននាំទៅនៅស្បៀងនិងសម្ភារៈប្រើប្រាស់មួយចំនួនដែលបានមកពីទឹកចិត្តបងប្អូនខ្មែររបស់យើងទូទាំងប្រទេសទាំងនៅក្នុងនិងក្រៅប្រទេសក៏បានចូលរួមជាមួយនឹងមូលនិធិខ្ញុំច្រើនមែនទែនអញ្ចឹងមានន័យថាបងប្អូនខ្មែរនៅគ្រប់ទីគឺគាត់បារម្ភពីសុខទុក្ខរបស់បងប្អូនទាំងអស់គ្នាជាស្រ័យតិចច្រឡំថាមកដល់ប៉ារីអីមែនទេចាគាត់ថាធ្វើអញ្ចឹងទៅកុំឲ្យគេដឹងពីទីតាំងព្រោះយើងត្រូវតែបង្ការដើម្បីសុវត្ថិភាពបងប្អូនយើងអញ្ចឹងណាចូលសាច់កាប់របស់យើងវិញថ្ងៃនេះគឺអរគុណដល់គឹមលេងដែលគាត់បាននាំពួកខ្ញុំមកដល់2តំបន់ហើយបើគិតទៅគឺសរុបស្មើនឹង1000គ្រួសារអ្នកទាំងអស់គ្នាហើយនៅមានមកបន្តច្រើនតំបន់ផ្សេងទៀតហើយបេសកកម្មរបស់ខ្ញុំអត់បញ្ចប់ទេអ្នកទាំងអស់គ្នាស្អែកហ្នឹងគឺខ្ញុំនឹងធ្វើបន្តទៀតនឹងចោះទៅបន្តទៀតថ្ងៃនេះមកដល់ប៉ារីសស្អែកจะមើលប្រហែលជាទៅដល់ទីតាំងណាប្រទេសណាទៀតអត់ទាន់ដឹងអ្នកទាំងអស់គ្នាអរគុណសម្រាប់ការចូលរួមរបស់បងប្អូនទាំងអស់គ្នាមិនថាស្បៀងសម្ភារៈប្រើប្រាស់និងថវិកាយើងនៅតែបន្តទទួលអរគុណចំពោះទឹកចិត្តនិងការចូលរួមរបស់អ្នកទាំងអស់គ្នាបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់បាទឃើញថាសម្រាប់ក្រុមជំនួយរបស់យើងនេះគឺយើងកំពុងតែចុះជួយបងប្អូនជនភៀសសឹកតតែម្ដងនៅខេត្តហ្នឹងហើយមានន័យថាយើងបែងចែកពួកយើងទាំងអស់គ្នានេះគឺធីមដែលចុះមកចែកជូនទៅដល់បងប្អូននៅតាមទីតាំងតែម្ដងហើយបើយើងនៅខាងពេញវិញមានមកធីមមកបាក់ធំទៀតអញ្ចឹងបាទសម្រាប់បងប្អូនទាំងអស់គ្នាដែលគាត់មានបំណងចង់បរិច្ចាគស្បៀងសម្ភារៈប្រើប្រាស់អីផ្សេងៗគឺយើងនៅតែបន្តទទួលអញ្ចឹងអ្នកទាំងអស់គ្នាអាចយកទៅ Hall Corner នៅសវណ្ណាបានហើយអ្នកដែលគាត់មានកម្លាំងអីគាត់ចង់ទៅជួយលើកជួយរៀបចំគាត់អាចទៅបានដែរហើយចំពោះថវិកាក៏យើងនៅតែបន្តទទួលដែរអញ្ចឹងអ្នកទាំងអស់គ្នាអាចបាញ់តាមរយៈ QR code មកបានហើយមានអីទៀតចឹងសរុបបងប្អូនទាំងអស់ណាដែលថាអត់ទាន់បានបរិច្ចាគគាត់មានចិត្តចង់បរិច្ចាគគាត់នឹងទៅណាអញ្ចឹងបញ្ជាក់ទីតាំងភាសាទៀតគឺនៅសវណ្ណាណាហើយយើងអាចចូលរួមទាំងអស់គ្នាបានបាទយើងបញ្ជាក់ដោយសារតែខៃលោបងប្អូនគាត់ថាយើងឈប់ទទួលឬមួយក៏អីអញ្ចឹងសូមបញ្ជាក់ថាបងប្អូនភៀសសឹករបស់យើងគឺនៅតែបន្តកើនឡើងច្រើនដោយបងប្អូនបានដឹងព័ត៌មានអញ្ចឹងពួកគាត់នៅតែត្រូវការជំនួយពីយើងអញ្ចឹងយើងអាចជួយទៅតាមអីដែលយើងអាចធ្វើបានដូចខ្ញុំបញ្ជាក់អញ្ចឹងបើថាជាស្បៀងសម្រាប់ប្រើប្រាស់ឬមួយក៏ថវិកាជួនកាលបងប្អូនគាត់ថាគាត់មានតិចតួចគាត់ចង់ចូលមកប៉ុន្តែតិចតួចបងប្អូនទាំងអស់គ្នានៅពេលដែលយើងផ្ដុំគ្នាទៅចូលទៅអាចបាក់ខ្លាយទៅជាថវិកាមួយដែលធំដែលយើងអាចធ្វើរឿងបានជាច្រើនបាទទៀតអីប៉ុណ្ណឹងហ្នឹងហើយសូមបញ្ជាក់ថាឥឡូវនេះគឺពួកយើងកំពុងតែរៀបចំចេញដំណើរទៅតំបន់ភៀសសឹកចំនួនប៉ុន្មានកន្លែងហ្នឹង3កន្លែងអញ្ចឹងសម្រាប់ទីតាំងគឺពួកយើងសូមរក្សាការសម្ងាត់យើងអត់បង្ហាញជូនទេសម្រាប់ពុកថតអីគឺយើងនឹងកាត់ background ចោលវីដេអូអីក៏ដោយអញ្ចឹងអធិស្ឋានបើសិនជាបងប្អូនឃើញឃើញថាថ្ងៃនេះពួកខ្ញុំទៅដល់ញូវយ៉កប៉ារីសលន់ដុនអីកន្លែងធ្លាក់ព្រិលអីសូមអធិស្ឋានដោយសារតែយើងរក្សាការសម្ងាត់ទីតាំងដើម្បីសុវត្ថិភាពហើយសម្រាប់ពួកយើងទៅហ្នឹងគឺពួកយើងសិតតែបិទ location ទាំងអស់អញ្ចឹងមិនបាច់បារម្ភទេព្រោះថាយើងការពារដែរបាទអញ្ចឹងអរគុណអ្នកគ្នា